នេះយើងចូលមកដល់ចំណុចទី7គឺយើងបង្កើតគណនី Google Search Console អញ្ចឹងដូចវីដេអូមុនគឺខ្ញុំបានបង្ហាញពីអ្នកបង្កើត Google Analytics រួចហើយ Google Analytics រួចហើយតែឥឡូវនេះយើងយកមកកើតនៅ Google Search Console ម្ដងហើយយើងប្រើ Google Search Console ដើម្បីអ្វីអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចូលមកកាន់ Google Console យើងសរសេរប៉ុណ្ណឹងមកហើយយើងចូលមកកាន់នេះគឺនៅលើគេនេះយើងសេច Google Console Tool មកអូខេនោះសួរថាតើយើងបង្កើត Google Search Console ដើម្បីអ្វីអូខេយើងបង្កើត website មួយមិនថាយើងបង្កើតចេញពី WordPress Docker ឬក៏ platform អីផ្សេងទេយើងប្រើ Google Console ដើម្បីយក website របស់យើងនេះទៅភ្ជាប់ជាមួយនឹង Google Search Console ដើម្បីឲ្យ website របស់យើងនេះអាចស្វែងរកបាននៅលើ Google អញ្ចឹងបើសិនជាយើងមិនយក website របស់យើងភ្ជាប់ជាមួយនឹង Google Search Console ទេម៉ាស៊ីនមេរបស់ Google នៅពេលដែលមាន user នៅជុំវិញពិភពលោកចង់ស្វែងរក website របស់យើងតាមរយៈ Google Search គឺម៉ាស៊ីនស្វែងរករបស់ Google Search Console គឺអត់មាន website របស់យើងគឺគេអាចរកឃើញទេព្រោះតែគេស្គាល់ link នៅ website របស់យើងតែម្ដងអញ្ចឹងណាតែនេះគឺជាចំណុចគោលមួយដើម្បីឲ្យ website របស់យើងអាចស្វែងរកបាននៅលើ Google អញ្ចឹងបើសិនជាឧទាហរណ៍យើងបង្កើតជា website មិនថាយើងជាប្រភេទ website រកលុយតាមរយៈ Google AdSense ជាប្រភេទ website business ឬក៏ក្រុមហ៊ុនទេគឺជាទូទៅយើងតែងតែភ្ជាប់ជាមួយនឹង Google Search Console ដើម្បីឲ្យ Google Search Console ហ្នឹង website របស់យើងទៅកាន់ម៉ាស៊ីនមេក្នុងការ Google ដើម្បីស្វែងរកនៅលើ Google Search អូខេអញ្ចឹងគឺមានប៉ុណ្ណឹងសម្រាប់ការបញ្យល់ខ្លីរបស់ខ្ញុំមួយបាទឥឡូវនេះយើងចូលមកការបង្កើតតែម្ដងគឺយើងគ្រាន់តែចុច Start Now ទៅបន្តមកទៀតយើងអត់យកខាងនេះណាយើងយកខាងនេះបើសិនជាយើងជាប្រើប្រាស់ជាប្រភេទDNS ឬក៏ជាប្រភេទ WordPress គឺយើងយកខាងនេះទៅតែបើសិនជាយើងបង្កើតជាលក្ខណៈ link ពី blockchain ទេគឺយើងបង្កើតយកខាង URL prefix នេះមកហើយយើងចូលមកកាន់ website របស់យើង copy link website របស់យើងខាងលើហើយបន្តមកទៀតយើងចូលមកកន្លែងនេះយើងផាសហើយយើងចុច continue តែម្ដងទៅគឺយើងបាន Google Search Console ហើយអញ្ចឹងវាមានរបៀបក្នុងការធ្វើបន្តបង្កើតបាន account រួចហើយចំណុចបន្ទាប់ទៀតគឺយើងត្រូវតែ connect ជាមួយនឹង robot TT ហ្នឹងហើយអញ្ចឹង robot TT code នេះគឺយើងបានមកពីណាគឺតោះនេះអាចចូលនៅខាងក្រោម description ទៅខ្ញុំបានដាក់ដែរហើយតោះនេះអាចចូលទៅ download បាននៅក្នុង link ហ្នឹងយើងអាច download ហើយយើងមកបដូរក្នុងចំណុចនេះអញ្ចឹងយើងត្រូវតែបដូរយើង copy website របស់យើងសិនមក copy link website របស់យើងបន្តមកទៀតយើងយកចូលទៅកន្លែង code ហ្នឹងមកយើងបដូរកន្លែងនេះកន្លែង www.yourwebsite.com នេះយើងបដូរត្រឹមហ្នឹងមកណាហ្នឹងហើយអញ្ចឹងឥឡូវយើង copy អញ្ចេះវិញ copy តែត្រឹមនេះទេត្រឹម W ទេយើងអត់ copy TPS ហ្នឹងទេយើងមិន copy ទេយើង copy តែត្រឹមហ្នឹងមកហើយយើងមកបដូរក្នុងនេះយើង select វាអញ្ចឹងមកដល់មកទៀតយើង control V មកហើយមួយទៀតកន្លែងនេះដូចគ្នាខាងក្រោមនេះយើង control V មកអូខេប៉ុណ្ណឹងយើងមានបដូរច្រើនណាយើងបដូរតែដូចខ្ញុំហ្នឹងមកហើយទៅមកយើង control A ហើយយើងមកហើយយើងចូលមកកន្លែងផ្សេងរបស់យើងចូលមក setting ហើយយើងរកពាក្យ robot គឺ robot TXT នេះគឺយើងចុចបើកមកអូខេយើងចុចបើកមកហើយទៅមកយកកន្លែង custom robot TXT នេះមកហើយយើងផាសកូដមិនចូលមកនឹងការកូដមិនហ្នឹងហើយយើងចុច save ចប់តែម្ដងហើយកន្លែងយើងបើកដែរឬក៏យើងត្រូវបើកគឺយើងបើកដើម្បីឲ្យនៅពេលដែលយើង search នៅក្នុង Google Search Console ទៅវាដំណើរការជាមួយនឹង home page របស់យើងឬក៏ content របស់យើងគេអាច search ទៅអាចមើលឃើញអញ្ចឹងណាដូចកន្លែងខាងក្រោមគេដាក់ Google Search Console ទេអញ្ចឹងយើងចុចកន្លែង home page ណាបើកខាងលើមកហើយបើកកន្លែងនេះមួយទៀតមក Face Sale បើកកន្លែងខាងលើបើកខាងក្រោមបើកតែ2នេះទេអូខេហើយបើសិនជាអ្នកនេះមាន technique ផ្សេងអាចបើកមកទៀតមកក៏បានដែរពេលដែលយើងស្រាវជ្រាវ YouTube តែខ្ញុំបើកតែប៉ុណ្្នឹងទេអូខេបន្តមកទៀតយើង refresh របស់យើងមួយមកហើយបន្តមកទៀតយើង refresh របស់យើងមួយទៀតមកហើយបន្តមកទៀតយើងចូលមកកន្លែង site map នេះហើយយើងផាស site map ចូលមកតើវាដំណើរការនៅ .html យើងចុច submit មកតើវាដំណើរការអត់submit នេះកន្លែងនេះគឺជាចំណុចនៅក្នុង website របស់យើងដែលមាន content ណា content មាន2អញ្ចឹងគឺ content មានតែ2ទេយើងចូលមើលឡើងនេះនិយាយផុស content ប្រហែលវា load មកកន្លែងនេះជួយប៉ុណ្ណឹងតោះតែ success ចុះបានវាអាច content នេះយើងអាចស្វែងរកបាននៅលើ Google ដូចបានអញ្ចឹងណាហើយបន្តមកទៀតយើង copy កន្លែងនេះមួយទៀតមកយើងចូលមកកន្លែង setting ហើយយើងចូលមកកន្លែង robot text មកអូខេ robot text ហ្នឹងយើងអុំមកក្រោមមកយើងពីត្រឹមហ្នឹងមកខ្ញុំដល់ត្រឹមនេះយើង copy មកហើយយើងត្រូវpage about us អីនេះយើងចំនួន3មិនអាចពេលយើង copy មកឥឡូវយើងដាក់សាកមើលទៅវាដំណើរការអត់នេះយើងលុបចោលដោយសារតែវា website របស់យើងមានយើងលុបត្រឹមនេះចោលមកយើងដាក់ប៉ុណ្ណឹងមកហើយយើងចុច submit មកវាចេញអត់អូខេនេះវាចេញហើយវាអត់ចេញទេគឺវាខុសពេលយើង submit ទៅវាអត់ចេញអីចឹងមានថាខុសយើងចុចពីលើវាហើយយើង remove វាចោលវិញហើយបន្តមកទៀតយើងស្វែងរកសារថ្មីឥឡូវយើងដាក់ប៉ុណ្ណឹងសិនចាំមើល submit ទៅដំណើរការអត់ហើយនេះគឺវាចេញហើយនេះគឺចំនួន page របស់យើងដែលយើងបានបង្កើត page ដូចជា about us ដូចជា policy contact us ឬក៏
term of service អញ្ចឹងគឺចេញនៅនេះហើយខាងក្រោមនេះគឺជាអត្ថបទអញ្ចឹងគឺយើង submit ប៉ុណ្ណឹងហើយ website របស់យើងនៅពេលដែលយើងផុសអត្ថបទបន្តមកទៀតយើងកន្លែងយើងផុសអត្ថបទបន្តមកទៀតយើងផុសបានច្រើនហើយយើង submit តាអានេះទៅយើង submit តាខាងក្រោមនេះទៅវានឹងចេញអត្ថបទឲ្យនៅក្នុងកន្លែងនេះអត្ថបទcontent របស់យើងផុសបានវានឹងលោតប៉ុណ្ណឹងឲ្យអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលលោតប៉ុណ្ណឹងឲ្យនៅពេលដែលយើងវា search នៅចំណងជើងអត្ថបទយើងណាមួយឬក៏វាពាក់ព័ន្ធគ្នាទៅក្នុង Google search ហ្នឹងគឺវានឹងrank ឲ្យនិងវានឹងចេញនៅក្នុងម៉ាស៊ីនមេ Google ឲ្យអញ្ចឹងណាអញ្ចឹងការបញ្យល់របស់ខ្ញុំគឺមានប៉ុណ្ណឹងត្រង់មកដល់ចំណុចនេះគឺទាំងអស់គ្នាចុច verify ថែមទៀតណានេះកន្លែងនេះហ្នឹងហើយយើងចូលមកដំបូងយើងមិនចុចនៅកន្លែងGoogle Search Result របស់យើងហើយបន្តមកយើងចុចកន្លែង City កន្លែង Ownership Verification នេះគឺយើងចុចពីលើមកហើយយើងចុចកន្លែងនេះយើងចុចយកកន្លែងនេះ Google Analytics នេះយើងចុច verify មកបានហើយមួយទៀតគឺយើង copy code នេះGoogle HTML tag នេះយើង copy ទៅដាក់កន្លែង code របស់យើងកន្លែង theme យើងចុចមកកន្លែង path ហើយយើង path វាមកហើយយើង save វា save ហើយបានយើងចូលមកកន្លែងនេះយើងចុច verify អញ្ចឹងគឺមានប៉ុណ្ណឹងយើង verify តែ3រឿងទេកន្លែងនេះគឺសម្រាប់ Google Tag Manager ទេគឺតើតែយើងមាន account Google Tag Manager ហ្នឹងចាំពេលក្រោយទៀតចែកលេខនៅចំណុច7របស់យើងតើតើនឹងការបង្កើត Google Search Console មានប៉ុណ្ណាបើសិនជាបងប្អូនមើលអត់យល់ទេបងប្អូនអាចសារវីដេអូពាក់កណ្ដាលមកហើយមើលឡើងវិញទៅព្យាយាមមើលទៅនឹងយល់ណាគឺមានប៉ុណ្ណាហើយយើងនឹងជួបគ្នានៅវីដេអូចុងក្រោយគឺតើតើនឹងការបង្កើត Google Adsense ដើម្បីស្នើសុំពាណិជ្ជកម្មដើម្បីរកលុយជាមួយនឹង website របស់យើងមិនថា blockchain ពី blockchain website ឬក៏ WordPress ទេគឺនឹងជួបគ្នានៅចប់នៃមេរៀន blockchain របស់យើងមានប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាតើអ្នកអាចធ្វើបានសម្រាប់ការបង្កើត blockchain ដែលអត់គិតថ្លៃហើយយើងពីមួយការទៅមួយការបើនិយាយទៅយើងអាចថាចំណាយពេលពី3ថ្ងៃចុះសម្រាប់ទាំង8ចំណុចនេះហ្នឹងណាថាមួយអាទិត្យចុះហើយបន្តមកទៀតបន្តទៀតយើងកែច្នៃនេះទៅហើយបន្តមកទៀតយើងបង្កើតតែ content បង្ហោះទៅគឺជាការស្រេចហើយយើងព្យាយាមរក traffic ចឹងដល់ចំណុចបង្កើត Google Action ហើយតបជាមួយនឹង blockchain របស់យើងខ្ញុំនឹងបញ្យល់ខ្លីៗនៅពេលនោះអូខេវីដេអូនេះគឺមានប៉ុណ្ណឹងយើងនឹងជួបគ្នានៅវីដេអូចុងបញ្ចប់នៃប្រធានបទទាក់ទងនឹងការបង្កើត blockchain ឲ្យគិតថ្លៃរកលុយជាមួយ Google Adsense